នាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025នាវេលាម៉ោង 9 ព្រឹកលោកសេនសាម៉ាននាយកប្រតិបត្តិនៃសមាគមអាមណាតកាហ្វូកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសម្ដែងសម្ដាយជាមួយនឹងថ្នាក់ដឹកនាំសហគមន៍គណៈអ៊ីម៉ាមខេត្តគ្រូបង្រៀនអ៊ីស្លាមព្រមទាំងយុវជនប្រមាណជាង50នាក់ស្ដីពីកម្មវិធីគម្រោងលុយខ្ញុំស្អាតនិងការអភិវឌ្ឍសហគមន៍នៅក្នុងក្រុងដូនកែវខេត្តតាកែវក្រោមកិច្ចសហការរវាងសមាគមអាមណាតកាហ្វូកម្ពុជានិងធនាគារអេស៊ីលីដានៅក្នុងកម្មវិធីជំនួបនេះផងដែរលោកនាយកបានជម្រាបដល់ថ្នាក់ដឹកនាំសហគមន៍គណៈអ៊ីម៉ាមខេត្តគ្រូបង្រៀនអ៊ីស្លាមព្រមទាំងយុវជនក៏ដូចជាការផ្ដល់អនុសាសន៍ក្នុងគោលបំណងដាស់ស្មារតីប្រជាពលរដ្ឋអ៊ីស្លាមទាំងអស់ពីផលលំបាកនៃការប៉ះពាល់ប្រាក់រីបានិងការផ្ដល់នូវដំណោះស្រាយដ៏សមរម្យមួយជូនដល់ប្រជាពលរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាលែងមានការព្រួយបារម្ភចំពោះការដាស់ប្រាក់បញ្ញើនៅធនាគារតទៅទៀតគម្រោងនេះផងដែរក៏ជាផ្នែកមួយដ៏មានសារៈសំខាន់នៃការជួយជំរុញក្នុងការអភិវឌ្ឍទៅលើកិច្ចការងារនៅក្នុងសហគមន៍ឲ្យកាន់តែមានភាពរីកចម្រើននិងជួយបំពេញនូវភាពខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើងឯកឧត្តមឡាឡៃរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនានិងជាបេក្ខភាពប្រធានកិត្តិយសនៃសមាគមកាតាប្រចាំខេត្តតាកែវបានផ្ដល់នូវកិច្ចគាំទ្រនិងកោតសរសើរយ៉ាងពេញទំហឹងលើកម្មវិធីគម្រោងលុយខ្ញុំស្អាតនិងការអភិវឌ្ឍសហគមន៍របស់សមាគមអាមណាតកាហ្វូកម្ពុជាពិតជាមានគុណតម្លៃនិងជាដំណោះស្រាយជាប្រវត្តិសាស្ត្រសម្រាប់សហគមន៍ខ្មែរអ៊ីស្លាមនាពេលបច្ចុប្បន្នដែលកំពុងជោគជុំអំពីប្រការរីបានេះផងដែរច្បាស់ណាស់សមាគមកាតាបានបន្តបេសកកម្មរបស់ខ្លួនដើម្បីជំរុញលើកិច្ចការចូលរួមបរិច្ចាគសិលកចរិយារបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដើម្បីលើកស្ទួយជីវភាពការរស់នៅប្រកបដោយសមធម៌យុវជនទទួលបានការអប់រំនិងការកសាងអនាគតដ៏រុងរឿងសម្រាប់សមាជិកភាពនិងប្រជាពលរដ្ឋមូស្លីមនៅក្នុងប្រទេសកម្ពុជាសមាគមអាមណាតកាហ្វូកម្ពុជាសហគមន៍ខ្ញុំអនាគតខ្ញុំ